4 រូបមន្តនៅក្នុងឯកសារដែលយើងប្រើសម្រាប់គ្រប់គ្រងនៅបន្ទុករបស់សិស្សអញ្ចឹងរូបមន្តទី1នោះគឺសាំគឺប្រើសម្រាប់គណនេផលបូកអញ្ចឹងចូលក្នុងឯកសារមកយើងមានប្រព័ន្ធបន្ទុករបស់យើងមួយអញ្ចឹងកន្លែងបន្ទុកសរុបនេះគឺយើងរៀនទៅលើ3មុខអញ្ចឹងដើម្បីអាចបូកសរុបទៅលើបន្ទុករបស់គាត់បានគឺយើងដាក់សញ្ញាស្មើមួយមកហើយយើងវាយរូបមន្តមួយឈ្មោះថាសាំអញ្ចឹងយើងបូកសរុបទៅលើបន្ទុករបស់គាត់ទាំង3មុខហ្នឹងមកយើង select ទាំង3មុខមកហើយយើងចុច enter ចឹងយើងទទួលបាននៅបន្ទុករបស់សរុបរបស់គាត់ចឹងសម្រាប់រូបមន្តទី2ហ្នឹងគឺយើងប្រើ average គឺប្រើសម្រាប់រកទៅលើមធ្យមភាគចឹងយើងដាក់សញ្ញាស្មើហើយវាយពាក្យថា average ហ្នឹងមកចឹងនៅក្នុង average នេះគឺយើងទៅលើ3មុខដូចគ្នាចឹងចាប់ពី Microsoft Word Excel PowerPoint គឺចំនួន3មុខអូខេចឹងមធ្យមភាគរបស់គាត់គឺទទួលបាន60ហើយអូខេខ្ញុំសូមសេរីដាក់វាចំកណ្ដាលរូបមន្តទី3ហ្នឹងគឺ if គឺយើងប្រើរោចំនួន2កន្លែងទី1គឺរោទៅលើនិទេសហើយមួយទៀតគឺរោទៅលើលទ្ធផលអញ្ចឹងសម្រាប់និទេសគឺយើងមានចំនួន6និទេសដែលនៅក្នុងនោះមានដូចជាខ្សោយមធ្យមល្អបង្គួរល្អណាស់ and ល្អប្រសើរអញ្ចឹងដើម្បីអាចរោនិទេសកន្លែងនេះបានគឺយើងត្រូវបែងចែកឲ្យត្រូវតាមកម្រិតនៃបន្ទុកឬក៏មធ្យមភាពរបស់យើងអូខេឥឡូវខ្ញុំសូមដាក់ត្រង់នេះគឺយើងមាន100មធ្យមភាពគឺមានន័យថាយើងមាន6ចំណាត់ថ្នាក់អញ្ចឹងគឺសម្រាប់ចំណាត់ថ្នាក់ចុងក្រោយដែលធ្លាក់គឺមានន័យថាមធ្យមភាពតូចជាង50គឺធ្លាក់ហើយអញ្ចឹងធំជាង50មកដល់100គឺយើងមានចំនួន5និទេសអញ្ចឹងគឺមានន័យថាយើងអាចរកឃើញនៅនិទេសទី1ហើយគឺនិទេសខ្សោយអញ្ចឹងគឺខ្ញុំយកមកគឺ100គឺយើងមាន5និទេសអញ្ចឹងគឺចាប់ពី50ដល់100គឺយើងយកវាមកចែកជាមួយនឹង5អញ្ចឹងគឺមានន័យថាយើងយក50មកចែកចំនួននឹង5នេះយក50មកចែកចំនួននឹង5អញ្ចឹងយើងនឹងឃើញលំដាប់បន្ទុករបស់វាគឺ10អូខេយើងឃើញ10ហើយអញ្ចឹងមានន័យថាចាប់ពី50រហូតដល់100គឺលំដាប់បន្ទុករបស់លំដាប់មធ្យមភាពរបស់គាត់គឺ10អញ្ចឹងយើងបូកឡើងវាមកគឺ50បូក10វាស្មើប៉ុន្មានគឺស្មើ60ចាប់ពី60ដល់7 8ហើយដល់9អូខេ9ដល់100អញ្ចឹងមកអញ្ចឹងគឺយើងបានលំដាប់នៃបន្ទុករបស់យើងហើយខ្ញុំសូមសរសេរយកតែម្ដងគឺយ៉ាងស្មើ if ប្រសិនបើមធ្យមភាពរបស់គាត់ធំជាងឬស្មើ90គឺគាត់ទទួលបាននិទេស A អូខេខ្ញុំដាក់ល្អប្រសើរអូខេបែបនេះហើយយើងវាយ E ទៀត if ប្រសិនបើមធ្យមភាពរបស់គាត់ធំជាងឬស្មើ80គឺគាត់ទទួលបាននិទេសល្អណាស់អូខេចឹងយើងដាក់ if មួយទៀតមក if ប្រសិនបើអូខេសូម if ប្រសិនបើមធ្យមភាពរបស់គាត់ធំជាងឬស្មើ70បៀសមួយមកគឺយើងទទួលបាននិទេសល្អអូខេចឹងយើង if មួយទៀតមធ្យមភាពរបស់យើងធំជាងឬស្មើ60បៀសមួយយើងទទួលបាននិទេសល្អបង្គួរអូខេចឹងដាក់ if មួយទៀតមធ្យមភាពរបស់យើងធំជាងឬស្មើ50គឺយើងទទួលបាននិទេសល្អយើងទទួលបានទេមធ្យមចឹងយើងទទួលបានលទ្ធផលចំនួន5ហើយអូខេហើយខ្ញុំបិទវិញចឹងនៅសល់ចុងក្រោយគេគឺមធ្យមភាពដែលធ្លាក់ហ្នឹងគឺយើងគឺជា value if fall ចឹង fall កន្លែងនេះគឺខ្សោយហើយចឹងមធ្យមភាពខ្សោយច្រឡំធ្លាក់ sorry ចឹងខ្សោយអូខេកន្លែងនេះគឺយើងដាក់យកបណ្ដោយអូខេខ្ញុំសុំសេខ្សោយអូខេកន្លែងនេះគឺយើងដាក់យកតែម្ដងអញ្ចឹងវាថា value if fall យើងលទ្ធផលដែលមិនពិតគឺវានឹងចាប់យកនៅលក្ខខណ្ឌ fall ហ្នឹងឯងអូខេចុច yes មកអូខេគេអត់60គឺវាចូលនៅលក្ខខណ្ឌល្អបង្គួរនេះ60គឺយើងទទួលបានលក្ខខណ្ឌល្អបង្គួរអូខេត្រឹមត្រូវហើយអញ្ចឹង if មួយទៀតគឺខ្ញុំរកទៅលើលទ្ធផលអញ្ចឹងមានតែពីរទេលទ្ធផលគឺជាប់ហើយនឹងធ្លាក់អូខេតោះអញ្ចឹងស្មើ if អញ្ចឹងប្រសិនបើមធ្យមភាពនេះលទ្ធផលជាប់ធ្លាក់គឺមានន័យថាធំជាង50គឺជាប់តិចជាង50គឺធ្លាក់អញ្ចឹងយើងយកពាក្យកណ្ដាលអូខេធំជាងឬស្មើ50គឺជាប់អូខេបើពីដល់2វាយពាក្យថាជាប់លក្ខខណ្ឌចុងក្រោយគឺ fall គឺយើងដាក់លក្ខខណ្ឌមិនពិតមកគឺធ្លាក់អញ្ចឹងផ្ទុយពីជាប់ហ្នឹងគឺធ្លាក់ឯងមានន័យថាធំជាង50ជាប់អញ្ចឹងតូចជាង50ចាប់ពី49ឡើងគឺធ្លាក់អូខេអញ្ចឹងឃើញលទ្ធផលកាត់ចាប់ហើយ
រូបមន្តចុងក្រោយនេះគឺចំណាត់ថ្នាក់ដើម្បីរ៉ាយចូលចំណាត់ថ្នាក់បានគឺយើងប្រើរូបមន្ត rank គឺយើងប្រើសម្រាប់រកចំណាត់ថ្នាក់អញ្ចឹងដើម្បីអាចប្រើបានគឺយើងស្មើ rank នឹងមកអូខេចឹងនៅ rank កន្លែងនេះតោះតែយើងមានបន្ទុកសរុបរបស់យើងទាំងអស់អូខេខ្ញុំសូមធ្វើបែបនេះសិនចឹង select លើលទ្ធផលយើងទាំងអស់ហើយយើងចាប់លើផ្នែកខាងក្រោមនេះអូចុះក្រោមមកអូខេចឹងគឺយើងទទួលបានទេអូខេខ្ញុំសូមដាក់ត្រីកថាបែបនេះចឹងនៅកន្លែងនេះមធ្យមភាពរបស់គាត់គឺលើសច្រើនខ្ទង់ពេកចឹងគឺយើងអត់ត្រូវការច្រើនខ្ទង់ទេយើងត្រូវការតែ2ខ្ទង់ចឹង select លើវាហើយយើងមើលកន្លែងនេះគឺយើងទៅលើ degree decimal អូខេយើងដកវាមកខ្ញុំសុំយកតែ2ទេអូខេយកទៅ2ចឹងឲ្យវាស្មើគ្នាស្អាតមកចឹងយើងអាចរកចំណាត់ថ្នាក់បានហើយចឹងចំណាត់ថ្នាក់គឺស្រាប់រកទៅលើសាសដែលជាប់លេខ1លេខ2លេខ3លេខ4លេខ5តែតាមលំដាប់លេខរបស់គាត់អូខេចឹងយើងប្រើមុនមួយឈ្មោះថា rank អូខេ R A N K rank នេះរូបមន្ត rank អូខេចឹងដើម្បីអាចដឹងថាគាត់ចាប់ចំណាត់ថ្នាក់លេខប៉ុន្មានគឺលុះត្រាតែយកបន្ទុករបស់គាត់ទៅប្រៀបធៀបជាមួយនឹងមិត្តរួមថ្នាក់ទាំងអស់យើងអាចប្រើបន្ទុកក៏បានមធ្យមភាពក៏បានមួយណាក៏បានអូខេនៅក្នុងនេះខ្ញុំសូមប្រើបន្ទុកទៅចុះបន្ទុករបស់គាត់មួយបន្ទុកឈ្មោះ Safila មួយនឹងមកពី1ហើយយើងយកទៅប្រៀបធៀបជាមួយនឹងបន្ទុកមិត្តរួមថ្នាក់របស់គាត់ដែរអញ្ចឹងយើងប្រៀបធៀបតែខ្លួនឯងដែរអញ្ចឹងយើងលេខទាំងអស់នេះមកអូខេបន្ទាប់មកគឺយើងចុចនៅ F4 គឺសម្រាប់ចងសាលកុំឲ្យវារត់អញ្ចឹងសងមួយទៀតគឺយើងយកទៅលើលេខ0មកដើម្បីដាក់ឲ្យវាទៅតាម descending នៃបន្ទុករបស់គាត់អូខេជាលេខ0ហើយយើងចុច enter ចេញចំណាត់ថ្នាក់គាត់ចេញចំណាត់ថ្នាក់របស់គាត់គឺលេខ8យើងអូសវាមកអូខេអញ្ចឹងយើងរកឃើញសិស្សលេខ1យើងដាក់ចំកណ្ដាលអញ្ចឹងបន្ទាប់ពីនេះមកគឺយើងត្រូវសតនៅតារាងបន្ទុករបស់គាត់សតឲ្យតាមលំដាប់បន្ទុករបស់គាត់អញ្ចឹងមានថាលេខ1ឲ្យគាត់នៅលើដើម្បីយើងងាយស្រួលក្នុងការមើលចឹងយើង select ទៅលើបន្ទុករបស់គាត់ទាំងអស់រហូតដល់ឈ្មោះនេះមកហើយយើងចូលកន្លែង sort ហើយយក sort small to left អូខេអញ្ចឹងយើងនឹងទទួលបានចំណាត់ថ្នាក់ដែលទៅតាមរៀងលំដាប់ហ្នឹងឯងអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាត្រូវការរៀននៅវគ្គសិក្សាកុំព្យូទ័រអាចមកសិក្សានៅសាលារៀនអន្តរជាតិ SNP បានគឺយើងមានបង្រៀនទាំងថ្នាក់រដ្ឋបាលទាំងថ្នាក់ graphic design ហើយនិងថ្នាក់ជួសជុលកុំព្យូទ័រហើយជាចុងក្រោយបើសិនបើអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូចែករំលែករបស់ខ្ញុំគឺកុំភ្លេចចុច follow page របស់សាលារៀនអន្តរជាតិ SNP ម្នាក់មួយផងជួបខ្ញុំនៅវីដេអូបន្ត